ប្រជាជនថៃនិងអ្នកផលិតវីដេអូល្បីៗជាច្រើននៅក្នុងប្រទេសថៃកំពុងតែសើចមកកាន់ប្រជាជនកម្ពុជាដែលធ្វើរឿងមួយនេះបងប្អូនឥឡូវដើម្បីតាមដានទាំងអស់គ្នាថាធ្វើរឿងអ្វីឥឡូវយើងមកស្ដាប់ទាំងអស់គ្នាបងប្អូនថ្មីនេះនៅក្នុងបណ្ដាញសង្គមថៃជាច្រើនបានផុសអំពីប្រជាពលរដ្ឋខ្មែរយើងមួយចំនួនទូចដែលមិនចេះគិតមិនចេះពិចារណាទៅសាក់ឈ្មោះស្រាបៀរនឹងមាននៅថ្ងាសនឹងស្មានឹងដៃនឹងអីទៅដើម្បីដូរយកស្រាផឹកហើយប្រជាជនថៃនៅក្នុងប្រទេសថៃអ្នកដែលគេលេងបណ្ដាញសង្គមល្បីគេផុសគេយកមកសើចចំអកគេយកមកមើលងាយជាតិសាសន៍យើងបងប្អូនខ្ញុំឃើញហើយខ្ញុំឈឺចាប់ណាស់បងប្អូនសម្រាប់អ្នកដែលគាត់សាក់ឈ្មោះស្រាបៀរគួរតែពិចារណាវិញទាំងអ្នកសាក់ទាំងអ្នកធ្វើកម្មវិធីហ្នឹងគួរតែពិចារណាឡើងវិញថាតើយើងធ្វើអញ្ចឹងគេវាប៉ះពាល់អីខ្លះបងប្អូនអាហ្នឹងខ្ញុំមិនថាអីទេហ្នឹងជារឿងសិទ្ធិរបស់បុគ្គលគេស្រឡាញ់គេសាក់ទៅប៉ុន្តែនេះប្រទេសជាតិកំពុងតែមានចំនួនមួយប្រទេសជិតខាងអញ្ចឹងប្រទេសជិតខាងគេសើចចំអកខ្ញុំឃើញខ្ញុំឈឺចាប់បងប្អូនហើយមិនបានខ្ញុំឃើញបងប្អូនខ្ញុំបើក VPN ប្រើទៅកាន់ប្រទេសថៃបងប្អូនបានខ្ញុំមើលឃើញប្រជាពលរដ្ឋគេផុសដោយសារគេអត់ហ៊ានផុសមកខ្មែរយើងទេអ្នកខ្លះគឺគេខ្លាចយើង report ដាច់ Facebook គេខូច account របស់គេអញ្ចឹងគេផុសគេសើចគេសប្បាយទៅក្នុងប្រទេសគេយកអារឿងហ្នឹងមកសើចសប្បាយដើម្បីជាការកំសាន្តរបស់គេបងប្អូនខ្ញុំឃើញហើយខ្ញុំជាប្រជាពលរដ្ឋខ្មែរខ្ញុំឃើញខ្ញុំឈឺចាប់បងប្អូនខ្ញុំស្ទឹងថាអត់មានអីចូលទៅខមមិនតវ៉ាមួយគេធ្លាប់តែរឿងប្រាសាទរឿងកងទ័ពប៉ះគ្នាយើងចេះតែហ៊ានចូលខមមិនថាឲ្យវាថាឲ្យទៅពេលដល់រឿងគេយករឿងស្រាបៀរមកវាយប្រហារមួយយើងខ្ញុំឲ្យហ៊ានចូលខមមិនទេបងប្អូនខ្ញុំខ្មាស់គេរួចខ្លាចគេសើចចំអកមកវិញយើងអត់មានអីតមួយគេអញ្ចឹងសម្រាប់បងប្អូនដែលជ្រុលជ្រើមរឿងហ្នឹងគួរតែពិចារណាឡើងវិញនេះជាសិទ្ធិរបស់បុគ្គលឯងខ្ញុំមិនហ៊ានថាអីការស្រឡាញ់របស់បុគ្គលប៉ុន្តែយើងមិនគួរសាក់ឈ្មោះស្រានៅលើខ្លួនទេយើងគួរតែសាក់ឈ្មោះឪពុកម្ដាយឈ្មោះអ្នកមានគុណឈ្មោះកូនឈ្មោះប្រពន្ធអីអាហ្នឹងគឺថាល្អជាងឬក៏សាក់រូបសត្វហនុមានអាហ្នឹងក៏ល្អជាងដែរបងប្អូនតែយើងកុំផលរឿងសាក់ឲ្យដូរវិយាសាក់ដូរស្រាអីអាហ្នឹងជាតិសាសគេសើចបងប្អូនខ្ញុំឃើញខ្ញុំឈឺចាប់គេសើចគេសប្បាយគេយកអារឿងរបស់យើងហ្នឹងគេមកសើចសប្បាយក្នុងប្រទេសគេហើយខ្ញុំអត់មានអីនិយាយបងប្អូនវីដេអូនេះខ្ញុំនិយាយតែប៉ុណ្ណឹងដើម្បីដាស់តឿនយុវជនយើងមួយចំនួនដែលគាត់គិតថាធ្វើអញ្ចឹងវាចំណេញតែមកពេលបងប្អូនចំណេញតែពេលបងប្អូនចង់ពេលបងប្អូនលែងចង់វាអត់មានប្រយោជន៍អី